ថ្ងៃនេះខ្ញុំនឹងលើកយកពីប្រវត្តិត្រកូលយន្តហោះមីកនៅកម្ពុជាយន្តហោះមីក21គឺជាផ្នែកដ៏សំខាន់នៃការអភិវឌ្ឍកងទ័ពជើងអាកាសរបស់កម្ពុជាហើយខាងក្រោមនេះជាការសង្ខេបអំពីការប្រើប្រាស់និងស្ថានភាពនៃយន្តហោះមីក21នៅកម្ពុជាក្នុងសម័យសង្គ្រាមត្រជាក់កម្ពុជាទទួលយន្តហោះមីក21ពីសហភាពសូវៀតយន្តហោះនេះត្រូវបានប្រើប្រាស់សម្រាប់ការពារអាកាសនិងការបណ្ដុះបណ្ដាលអ្នកបើកបរនៅឆ្នាំ1990កម្ពុជាមានយន្តហោះមីក21 bis និងមីក21 UM ចំនួន19គ្រឿងប៉ុន្តែត្រឹមឆ្នាំ2000មានតែ8គ្រឿងប៉ុណ្ណោះដែលស្ថិតនៅក្នុងស្ថានភាពប្រើប្រាស់បានក្រោយមកនៅក្នុងឆ្នាំ1995កម្ពុជាចុះកិច្ចសន្យាជាមួយនឹង AIA ដើម្បីកែសម្រួលយន្តហោះមីក21ទៅជា model មីក21 2000ដែលការកែលម្អនេះដែរធ្វើឡើងដោយក្រុមហ៊ុន Israel Aircraft Industry ឬហៅកាត់ថា AIA ការអភិវឌ្ឍយន្តហោះមីក21រួមមានការកែលម្អប្រព័ន្ធ Avionics និងការបន្ថែមសមត្ថភាពក្នុងការប្រើប្រាស់អាវុធទំនើបក្រោយមកមានតែយន្តហោះចំនួន2គ្រឿងដែលត្រូវបានដឹកជញ្ជូនត្រឡប់មកកម្ពុជាក្នុងឆ្នាំ1997ហើយកម្មវិធីអភិវឌ្ឍយន្តហោះមីក21ត្រូវបានផ្អាកដោយសារបញ្ហាហិរញ្ញវត្ថុដោយសារកងទ័ពជើងអាកាសកម្ពុជាប្រឈមនឹងបញ្ហាហិរញ្ញវត្ថុនិងការខ្វះគ្រឿងបន្លាស់យន្តហោះមីក21ជាច្រើនគ្រឿងត្រូវបានទុកចោលក្នុងស្ថានភាពមិនប្រើប្រាស់ក្នុងឆ្នាំ2000មានយន្តហោះមីក21ចំនួន15គ្រឿងត្រូវបានទុកនៅអាកាសយានដ្ឋានពោធិ៍ចិនតុងដោយមិនប្រើប្រាស់បច្ចុប្បន្ននេះកងទ័ពជើងអាកាសកម្ពុជាមិនមានការប្រើប្រាស់យន្តហោះមីក21ទៀតឡើយយន្តហោះនេះត្រូវបានដកចេញពីសកម្មភាពប្រើប្រាស់ដោយសារតែការចាស់ទ្រុឌទ្រោមនិងការខ្វះខាតគ្រឿងបន្លាស់នៅកម្ពុជាយន្តហោះមីក21ត្រូវបានគេប្រើប្រាស់សម្រាប់ការពារដែនអាកាសនិងបណ្ដុះបណ្ដាលអ្នកបើកបរក្នុងទសវត្សរ៍ទី80និង90កងទ័ពជើងអាកាសកម្ពុជាបានស្ដារឡើងវិញជាមួយអាវុធចាស់ៗរួមមានមីក21មីក21ត្រូវបានប្រើប្រាស់សម្រាប់ការពារដែនអាកាសនិងសម្រាប់គាំទ្រទៅដល់ទ័ពថ្មើរជើងសរុបមកមីក21នៅកម្ពុជាបានសម្រួលដល់ការការពារដែនអាកាសជាតិការបង្រៀនយោធាការបំពេញភារកិច្ចនៅពេលមានជម្លោះនិងការបង្ហាញពីអំណាចយោធាបើទោះបីជាពុំមានការចូលរួមនៅក្នុងសង្គ្រាមអន្តរជាតិធំៗក៏ដោយ